số sấy này dương ngày nay nhom prap này dươngអំពីរបៀបកັບខ្សែព្រោះតាក់ទងជាមួយការកັບខ្សែនេះបងប្អូនណាដែលរៀនឆ្នាំទី2ទី3មិនទាន់ចេះកັບខ្សែអាចមើលវីដេអូនេះបានណាអញ្ចឹងអ្នកដែលគាត់ចេះកັບខ្សែហើយអូខេអត់បញ្ហាទេអញ្ចឹងយើង start ទៅកັບខ្សែអញ្ចឹងតាក់ទងជាមួយពណ៌កັបខ្សែខ្ញុំនឹងដាក់ចូលទៅក្នុងអេក្រង់នេះផ្ទាល់យើងអាច screenshot ឬក៏យើងអាចទៅមើលក្នុងតាម Google បានតែមើលតាមខ្ញុំប្រាប់ឲ្យអ្នកទាំងអស់គ្នាគឺឲ្យចាំតាក់ទងជាមួយ color code ជាមួយនឹងពណ៌ណាបាទអូខេអញ្ចឹងរបៀបកັບខ្សែយើងនឹង start ទាំងអស់គ្នាអូខេអញ្ចឹងនេះគឺជាឧបករណ៍ដែលយើងត្រូវកັບខ្សែណាគឺមានខ្សែមានតាក់ទងជាមួយនឹងកន្ត្រៃកាប់កន្ត្រៃកាត់ហើយជាមួយនឹងគ្រាប់កាប់អញ្ចឹងបើសិនជាយើងអត់មានគ្រាប់កាប់ទេនោះយើងអត់ខ្សែអត់បានទេណាបាទឬក៏ហៅថា connector RJ45 អូខេបាទអញ្ចឹងយើងអាចនេះបានឥឡូវយើងត្រូវបកខ្សែណាអញ្ចឹងតាក់ទងមួយ function បកខ្សែហ្នឹងគឺយើងអាចមានតកាប់ខ្លះវាអាចមាន function នេះមានអាចមានមុខណាឃើញទេអញ្ចឹងអូខេអញ្ចឹងវាអាចមានមុខហ្នឹងយើងអាចបកខ្សែបានណាហ្នឹងដូចជាអត់ focus ទេអូខេណាអញ្ចឹងកន្លែងនេះមាន function កាត់ខ្សែបានបកខ្សែកាត់ខ្សែអញ្ចឹងទូទៅខ្ញុំក៏ភាគច្រើនគឺកាត់នៅលើហ្នឹងដូចគ្នាអូខេអញ្ចឹងខ្ញុំប្រើហ្នឹងអញ្ចឹងយើងអាចបកនៅចន្លោះនេះណាបកនៅចន្លោះនេះអូខេអញ្ចឹងខ្ញុំយកមកយើងដាក់នៅចន្លោះហ្នឹងអូខេអញ្ចឹងដាក់មកយើងបកយើងមួតែកុំខ្លាំងពេកណាគ្នាយើងถ้าខ្លាំងពេកដាច់ខ្សែក្នុងហើយបាទអញ្ចឹងអានេះគឺជាខ្សែរបស់យើងបាទយើងកាត់អាព្រុយនេះចោលអានេះយើងកាត់តាក់ទងជាមួយខ្សែទាំងអស់ហ្នឹងយើងអាចយកតាក់ទងជាមួយនឹងអ្វីយកមកអូសដើម្បីឲ្យត្រង់ក៏បានដែរអញ្ចឹងតាមរីកមិនខ្ញុំគឺខ្ញុំឲ្យគ្នាយើងទាញឲ្យត្រង់មួយសិនណាមានថាមួយភារបស់វាហ្នឹងទាញឲ្យត្រង់សិនទាញត្រង់មួយភាសិនទៅបាទអញ្ចឹងមួយភាយើងដាក់មកគូវាហ្នឹងណាមួយភាអញ្ចឹងឥឡូវនេះគឺយើងតាក់ទងជាមួយការកាប់ខ្សែ A មុនដំបូងដោយសារតែយើងការកាប់ខ្សែយើងមានពីរប្រភេទគឺមានប្រភេទខ្សែ tab A និងប្រភេទខ្សែ tab B ឥឡូវនេះខ្ញុំកាប់តាក់ទងជាមួយ tab A អញ្ចឹង tab A គឺយើងមានពណ៌អីគេពណ៌សបៃតងណាបាទបន្តមកសតក្រូចនេះសតក្រូចបន្តមកខៀវណាខៀវហើយសខៀវអញ្ចឹងសខៀវហើយបានយើងសត្នោតហើយបានត្នោតណាអញ្ចឹងយើងចាប់ប៉ុណ្ណឹងមកព្រោះយើងទាញវាចូលគ្នាយ៉ាងណាហើយយើងបតាំងវាយ៉ាងណាយើងអូខេចឹងអាចមើលបាននេះណាដល់ពេលដែលទាញគឺធ្វើឲ្យស្មើយ៉ាងមកបាទអូខេណាអញ្ចឹងនៅពេលដែលយើងនេះយើងទាញវាបែបអញ្ចឹងមកដើម្បីយើងឲ្យវាស្មើកន្លែងនេះណាឃើញស្មើអូខេណាស្មើអូខេអញ្ចឹងពេលដែលស្មើហើយយើងអាចអញ្ចឹងខ្សែ A គឺវាមានតាក់ទងជាមួយនឹងពណ៌សអីគេសបៃតងសតក្រូចខៀវសខៀវតក្រូចនិងសត្នោតណាចានេះយើងតាក់ទងជាមួយនឹងពណ៌ប្រភេទ tab A អញ្ចឹងកាត់មកបាទអញ្ចឹងទៅពេលដែលកាត់ព្យាយាមទុកប្រហែលជាមួយអ៊ីងណានេះយើងទុកប្រហែលជាមួយអ៊ីងចឹងកាត់មកបាទអូខេដល់ពេលដែលកាត់គឺស្មើយើងចាំតែជាប់កុំតណាប្រឡែងដៃណានេះយើងកុំតណាប្រឡែងដៃណាកុំតណាប្រឡែងដៃវាអញ្ចឹងយើងត្រូវតែទុកវាយ៉ាងសិនបន្ទាប់មកខប់កាប់យើងនេះបាទខប់កាប់ហាមដាក់ផ្កាប់យ៉ាងហាមដាក់ផ្កាប់ហើយសោកណាដាក់ផ្កាប់សោកស្មើនឹងប្រជ្រះអញ្ចឹងយើងត្រូវផ្កាពណ៌មាសនេះនៅខាងលើនេះពណ៌មាសនេះនៅខាងលើអញ្ចឹងដល់ពេលដែលផ្កាហើយយើងចាប់ផ្ដើមដាក់ខ្សែចូលណាអូខេអញ្ចឹងដល់ពេលដាក់ខ្សែចូលយើងព្យាយាមមើលនៅខាងមុខនេះណាមុខនេះគឺធ្វើមិនឲ្យតាក់ទងជាមួយដៃទាំងអស់ហ្នឹងគឺឲ្យមកដល់ខាងមុខហ្នឹងអស់យើងមើលឲ្យឃើញដៃផ្លេចណាអញ្ចឹងខ្ញុំអាចឲ្យគ្នាយើងមើលអញ្ចឹងអូខេបន្ទាប់ពីយើងបានអញ្ចឹងហើយអញ្ចឹងយើងអាចយកមកកាប់បានទេណាអញ្ចឹងនៅពេលដែលយើងកាប់កុំភ្លេចយើងនេះផងរួចនៅពេលដែលកាប់យើងត្រូវរុញអាហ្នឹងចូលដូចគ្នាណាកុំប្រឡែងដៃហើយចាំយើងកាប់យើងច្បាច់ឲ្យដល់អញ្ចឹងមកហើយយើងប្រឡែងមកវិញនោះខ្សែយើងនឹងបាននេះណាអូខេខ្សែអញ្ចឹងខ្ញុំឲ្យវា focus តិចណាអូខេនេះគឺខ្សែដែលយើងកាប់ណាអញ្ចឹងអានេះគឺយើងកាប់ក្បាល tab A
ហើយមកជារៀងទៀតយើងនឹងកាប់ប្រភេទតាក់ទងជាមួយនឹង tab B ណាអូខេចឹងតាក់ទងជាមួយនឹង tab B នេះយើងដូចគ្នាណាកាត់ដូចគ្នាបកចំពោះខ្សែ tab B នេះគឺយើងប្រើសម្រាប់ឧបករណ៍ជាមួយឧបករណ៍ណាអញ្ចឹងភាគច្រើនគឺគេហៅថាខ្សែក្រោះឬក៏គេហៅថាខ្សែខ្វែងសម្រាប់ភាសាខ្មែរយើងហើយគេប្រើសម្រាប់ឧបករណ៍ជាមួយទៅឧបករណ៍មានថាឧបករណ៍ដូចគ្នាអញ្ចឹងឧទាហរណ៍ថាកុំព្យូទ័រយើងចង់ដោតទៅកុំព្យូទ័រយើងត្រូវប្រើតាក់ទងជាមួយខ្សែខ្វែងនេះ switch ទៅ switch ណា switch ទៅ switch ហើយ router ទៅកុំព្យូទ័រអាហ្នឹងក៏ខ្សែខ្វែងនេះដែរអូខេយើងបកដូចគ្នាណាបាទអញ្ចឹងយើងពលាខ្សែនឹងឲ្យត្រង់សិនអស់មកបាទតាមយោបល់ខ្ញុំនេះគឺចាប់ដូចខ្ញុំណានេះចាប់យ៉ាងមកឃើញទេនេះឃើញខ្ញុំយកទឹកក្រូចមកមុនហ៎យកប្រភេទខ្សែ B យកទឹកក្រូចមកមុនអមជាមួយពណ៌តង់អញ្ចឹងយើងទាញពណ៌តង់នេះមកខាងនេះមកអូខេទាញអញ្ចឹងមកបន្ទាប់មកយើងយកពណ៌ខៀវយកមកដាក់កតាលនេះហើយបានទាញពណ៌តង់ទៅអញ្ចេះបន្សល់ថ្នោតណាអញ្ចឹងយើងធ្វើអញ្ចឹងណាដើម្បីយើងកាប់ទៅវាលឿនតោះតែយើងធ្វើអញ្ចឹងណាបាទអញ្ចឹងអាចរុញអានេះចូលទៅក្នុងតិចទៅណាដើម្បីឲ្យវាចូលទៅសបកក្នុងដល់ពេលដែលនេះយើងកាប់ទៅវាស្អាតអញ្ចឹងដល់ពេលដែលយើងរៀបស្មារ៉ាញ់បែបនេះហើយនេះណាអូខេស្មើណាអញ្ចឹងយើងត្រូវការកាត់តម្រឹមវាដើម្បីយើងដាក់ក្បាលចូលអញ្ចឹងអាចនេះមកបាទអូខេទុកមកអ៊ីងណាទុកមកអ៊ីងហើយកាត់អូខេណាអញ្ចឹងយើងយកក្បាលយើងបែរមកខាងពណ៌មាសមកណាពណ៌មាសតោះណាពណ៌មាសណាយើងបែរមកអូខេបែរហើយយើងបានយើងដាក់ក្បាលចូលអញ្ចឹងមុននឹងនេះកុំតន់អាប្រឡែងដៃដល់ពេលដាក់ចូលហើយចាំយើងប្រឡែងណាដាក់ចូលទៅក្នុងហើយបានយើងប្រឡែងតែអញ្ចឹងទេយើងអាចឲ្យខ្សែនឹងរាយបានហើយអូខេអញ្ចឹងដល់ពេលដែលយើងដាក់ហើយអញ្ចឹងយើងមើលកុំភ្លេចមើលខាងលើនេះដើម្បីយើងមើលខាងលើហ្នឹងឲ្យវាដល់ខ្សែអាពណ៌មានថាពណ៌ពួកដៃហ្នឹងគឺវាដល់ហ្នឹងណាតើដល់ហ្នឹងហ្មងបានយើងអាចកាប់បានបើអត់ដល់ទេមានន័យថាខ្សែយើងផាត់ផោយហើយអញ្ចឹងដល់ពេលដែលយើងតេស្តអាចនឹងមានបញ្ហាអញ្ចឹងយើងកាប់មកអូខេអញ្ចឹងតើតងជាមួយការកាប់ខ្សែភេទ A ភេទ B យើងកាប់ហើយអូខេណាមើលខ្សែអូខេគឺតើតងជាមួយក្បាលប្រភេទ A ប្រភេទ B អញ្ចឹងយើងឲ្យ focus បន្តិចណាអញ្ចឹងប្រភេទ A ប្រភេទ B គឺពណ៌ខុសគ្នាអញ្ចឹងពេលនេះខ្ញុំនឹងឲ្យរូបមកបោះដើម្បីគ្នាយើងឃើញអូខេណាអញ្ចឹងគឺតើតងជាមួយភេទ B គឺពណ៌តក្រូចមកមុននិងភេទ A គឺពណ៌បៃតងមកមុនឃើញទេណានេះអូខេចានេះតើតងជាមួយការកាប់ខ្សែអញ្ចឹងបន្ទាប់ពីកាប់ហើយយើងត្រូវការតេស្តណាយើងត្រូវការតេស្តអញ្ចឹងយើងនឹងកាត់តេស្តតាក់ទងជាមួយនឹងខ្សែរបស់យើងទាំងអស់គ្នាដើម្បីយើងប្រកាសថាខ្សែយើងនឹងប្រកាសជាត្រូវក្នុងការកាប់ standard របស់តាក់ទងជាមួយនឹងខ្សែរបស់យើង